នេះបានហូបពិសេសគឺក្តាមស្រវឹងបៀហើយអ្នកហូបក៏ស្រវឹងដែរពីព្រោះអីក្តាមពុលបៀឥឡូវហ្នឹងបានហូបពិសេសថ្ងៃនេះគឺមកស្ងោរក្តាមជាមួយបៀ Heineken មូលហេតុដែលខ្ញុំចេះចម្អិនក្តាមជាមួយនឹងបៀគឺដោយសារតែខ្ញុំបានទៅលេងផ្ទះមិត្តភ័ក្តិហើយឃើញគាត់ឆ្ងោរជាមួយនឹងស្រាបៀដូច្នេះខ្ញុំក៏រៀនចេះធ្វើតាមមិត្តរបស់ខ្ញុំមកប៉ុន្តែស្រាបៀគ្រប់ប្រភេទអ្នកអាចយកឆ្ងោរជាមួយនឹងក្តាមបានហើយនិយាយពីរសជាតិពេលដែលយើងដាក់ស្ងោរជាមួយនឹងបៀគឺក្តាមមានសាច់ជាតិផ្អែមហើយអត់ក្លិនស្អាបហើយអត់ក្លិនក្រពុលហើយអត់ស្ងាមយកក្តាមទៅមុជទឹកដុសធ្មេញដុសដៃដុសជើងឲ្យស្អាតមុននឹងយកមកឆ្ងោរទើបក្តាមនោះមានសម្រស់ស្អាតហើយញ៉ាំទៅមានជាតិវីតាមីនល្អហើយឆ្ងាញ់ក្តាមឆ្លាតមែនទែនគ្រាន់តែដាក់ដបស្រាពីលើដេកលក់បាត់ទៅហើយស្ងោរក្តាមជាមួយស្រាបៀប៉ុន្តែអត់ថែមទឹកទេណាចម្អិនរយៈពេល15ទៅ20នាទីនិយាយពីថាក្លិនឈ្ងុយមែនទែនបើកមកវ៉ាវក្តាមនេះល្អមែនទែនក្តាមពេលដែលឆ្ងោរជាមួយទឹកគឺរសជាតិអត់សូវឆ្ងាញ់ដូចឆ្ងោរជាមួយនឹងបៀទេប៉ុន្តែបើអ្នកនរគ្នាចង់ដឹងសាកលោមើលទៅនិយាយពីថារសជាតិវិញគឺកប់សេរីតែម្ដងហើយសាច់វាក្លិនឈ្ងុយហើយបើយើងទុកក្នុងទូទៀតអត់ក្លិនធំក្លិនស្អុយទេគឺឆ្ងាញ់ហើយនិយាយពីថាសាច់ក្តាមវិញអូឡើងផ្អែមបើចង់ដឹងណាត្រូវតែសាក់ឆ្ងោរជាមួយបៀដូចខ្ញុំទៅបានដឹងថារសជាតិឆ្ងាញ់ប៉ុន្មានកុំអោយតែថាខ្ញុំចេះតែនិយាយណាដាក់ទឹកត្រីកោះកុងមកអូបាយអស់ទាំងឆ្នាំចង់បានក្តាមមានរសជាតិឆ្ងាញ់កុំភ្លេចធ្វើតាមក្បួនរបស់នាងខ្ញុំណា